គូស្វាមីភរិយាមួយគូជាមួយកូនរបស់ពួកគេកងទ័ពអស់រយៈពេល10ឆ្នាំឪពុកដែលខ្ញុំមិនដែលបានឃើញតាអ្នកណាពួកគេត្រូវបានបញ្ឈប់នៅច្រកទ្វារនៃមូលដ្ឋានយោធាបានបញ្ឈប់ពួកគេទោះបីជាបរិសុទ្ធនោះនិយាយដោយខ្លួនឯងក៏ដោយឈ្មោះឪពុកខ្ញុំនៅមាត់ទ្វារទាហាននៅតែមិនអនុញ្ញាតឲ្យពួកគេចូលទៅខាងក្នុងប៉ុន្តែទាហានបានឃើញអ្នកទាំងពីរស្លៀកពាក់អ្នកក្រីក្រនិងក្រខ្សត់ភ្លាមនោះអត្តសញ្ញាណរបស់គាត់បានខ្លាយជាគួរឲ្យសង្ស័យបន្ទាប់មកគេគួរតែត្រូវបានចាត់ទុកជាអ្នកបោកប្រាស់ជាបន្ទាប់ប្រុសនោះត្រូវបានចាប់ខ្លួនប្រពន្ធឃើញថាស្ថានភាពមិនប្រក្រតីក៏ប្រញាប់គាត់បានប្រញាប់ពន្យល់ទៅកាន់សន្តិសុខដោយអះអាងថាឪពុករបស់ពួកគេនៅទីនេះចៅហ្វាយបើលោកមិនជឿខ្ញុំទេលោកអាចទូរស័ព្ទទៅបានសាកល្បងហៅទូរស័ព្ទទៅសាកសួរដោយមិននឹកស្មានដល់អ្នកយាមទ្វារនៅតែជាពួកគេគាត់បានទូរស័ព្ទទៅពួកគេភ្លាមពួកគេបានបដិសេធដោយលើកឡើងថាទូរស័ព្ទនេះកំពុងស្ទើរតែអ្នកយាមទ្វារមិនដែលស្រមៃចង់បានអ្វីដែលនឹកឃើញដល់គឺពាក្យសម្ដីរបស់គូស្នេហ៍តួអង្គមិនត្រឹមតែជាអ្នកដឹកនាំរបស់ពួកគេប៉ុណ្ណោះទេហើយក៏ជាមនុស្សម្នាក់ដែលបានបង្កើតឈ្មោះឲ្យខ្លួនឯងផងដែរចាស់ភាសាម្នាក់ដែលមានប្រវត្តិយោធាដល់ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមកបានចាត់វិធានការដើម្បីសួរស្នើសុំការផ្ទេរទៅព្រំដែននៃមាតុភូមិតំបន់នេះដើម្បីទប់ស្កាត់អំណាចបរទេសការឈ្លានពានរបស់ស្ត្រូវហើយចលនារបស់ឪពុកបុរសនោះមានន័យថាអស់រយៈពេល10ឆ្នាំឪពុកខ្ញុំមិនដែលត្រឡប់មកវិញក្នុងរយៈពេលប្រមាណឆ្នាំមកទេកូនប្រុសរបស់គាត់ក៏ខ្លាយជាគាត់បានបង្កើតគ្រួសារមួយរៀបការនឹងមានកូនគេមិនដឹងខ្លួនទាំងស្រុងលើកនេះបុរសនោះបាននាំប្រពន្ធរបស់គាត់កូនប្រុសស្រីបានចេញទៅក្រៅខ្ញុំគ្រាន់តែចង់ឲ្យឪពុកខ្ញុំឃើញខ្ញុំពួកគេប៉ុន្តែដោយសារតែគូស្នេហ៍តែងតែរស់នៅលើភ្នំហើយមិនដែលចាក់ចេញឡើយការធ្វើដំណើរដ៏វែងឆ្ងាយបានធ្វើឲ្យពួកគេរថភ្លើងបានវង្វេងផ្លូវហើយគោលដៅរបស់វាមិនទាន់ដឹងនៅឡើយជាសំណាងល្អបុរសនោះបានឃើញវានៅពេលមានមន្ត្រីស្រីម្នាក់នៅឆ្ងាយណាស់នាងក៏ដើរទៅមុខភ្លាមដើម្បីសួរដូច្នេះហើយនាងបានបោះជំហានទៅមុខភ្លាមការសាកសួរដោយមន្ត្រីស្រីក៏ចង់ទៅយកនាងដែរមិត្តរួមការងាររបស់គាត់ដូច្នេះនាងអនុញ្ញាតឲ្យស្វាមីភរិយាវ័យក្មេងបានចេញទៅខាងក្រៅដើម្បីរំចាំដាក់ពេលជាមួយគ្នានេះម្នាក់ទៀតមានមិនដឹងខ្លួនតតែសោះថាកូនប្រុសរបស់គាត់បានមកដល់នៅតែរវល់នៅកន្លែងធ្វើការស្រាប់តែពេលនោះអ្នកយាមគាត់ដើរចូលមកដោយកាន់សម្បត្តិមួយពេលឃើញបែបនេះដំបូងឡើយឪពុកមានបំណងប្រញាប់សូមពិនិត្យមើលវាបន្ទាប់ពីអ្នកបញ្ចប់ការងាររបស់អ្នកយាមបាននិយាយថាវានៅខាងក្នុងសម្បត្តិមួយច្បាប់ទៅផ្ទះព្រោះការបញ្ជូនគឺការធ្វើប្រហែសរបស់បរិសុទ្ធចំណាស់បាននាំឲ្យមានទើបតែយកមកឥឡូវនេះទេលោកក្រោយពីយូរដូច្នេះខ្ញុំមិនអាចរងចាំដើម្បីពិនិត្យវាបានដឹងថាកូនប្រុសរបស់គាត់ខ្ញុំត្រូវនាំកូនប្រសាស្រីនិងកូនមកជាមួយពេលក្រឡេកមើលខ្លួនឯងមេដឹកនាំរូបនេះមានពិភពលោកខាងក្នុងមានអារម្មណ៍រីករាយខ្លាំងបន្ទាប់ពីធ្វើរឿងទាំងអស់នេះរួចមេដឹកនាំខ្ញុំបានទៅផ្សារដោយខ្លួនឯងហើយទិញវាដល់សាច់ខ្លះដល់កុមារជាអាហារបន្ថែមហើយនៅម្ខាងបុរសម្នាក់នៅជាមួយមន្ត្រីស្រីនាងជំនួយពីពួកគេបានជោគជ័យពេលគាត់មកដល់អង្គភាពរបស់ឪពុកគាត់ហើយនោះហើយជារបៀបដែលវីដេអូបានកាត់ឡើងឆាកបើកឆាកអ្នកយាមទ្វារមិនហ៊ានមើលបរិសុទ្ធនោះទេស្ដាប់ខ្លួនឯងហើយរឹងមាំភ្លាមចូលយើងបណ្ដេញពួកគេចេញប៉ុន្តែនៅពេលនេះសមិទ្ធក្នុងសមរភូមិរបស់ខ្ញុំគ្រាន់តែដើរកាត់មកទីនេះដោយចៃដន្យ